អ្វីដែលបងអូនគួរដឹងនៅពេលដែលបងអូនចាប់យកជំនាញសាស្ត្រសាស្ត្រខ្មែរទី1គុណសម្បត្តិទី2គុណវិបត្តិឥឡូវមកមើលគុណសម្បត្តិសិនអ្នករៀនអក្សរសាស្ត្រខ្មែរភាគច្រើនពេលរៀនចំមានកេរ្តិ៍ឈ្មោះល្អនៅក្នុងសង្គមតាមរយៈកិច្ចការងារឬក៏ការសរសេរសៀវភៅរបស់គាត់នឹងហើយទី2នោះគឺតើតើនឹងជីវិតបុគ្គលនិងគ្រួសារគឺមានសេចក្តីសុខដោយសារគាត់មានចំណេះគាត់អាចមានវិធីសាស្ត្រនៅក្នុងការដឹកនាំគ្រួសារបែងចែកពេលវេលាគ្រួសារហ្នឹងហើយតើតើនឹងសេដ្ឋកិច្ចគ្រួសារជីវភាពគ្រួសារអីគឺមានលក្ខណៈសមរម្យមិនមានពេកហើយក៏មិនក្រពេកដែរគឺមធ្យមអាចរស់បាននៅក្នុងសង្គមណាហើយអ្នករៀនអក្សរសាស្ត្រខ្មែរមែនទែនទៅក្រៅពីធ្វើជាគ្រូបង្រៀនអាចជាអ្នកអានកាសែតឬក៏អ្នកយកសារព័ត៌មានណាហើយអាចក្លាយទៅជាអ្នកនិពន្ធហើយពេញនិយមឥឡូវគេថតរឿងដាក់ក្នុងរឿងកុនណាទៅសេរឿងដាក់ក្នុងរឿងកុនណាហើយនឹងមួយទៀតគឺអ្នកស្រាវជ្រាវអ្នកប្រមូលទិន្នន័យរបស់ក្រសួងឬក៏ស្ថាប័នណាមួយណានៅមានជាច្រើនទៀតអីគ្រាន់តែជាការរៀបរាប់គោលឲ្យដឹងយើងមកមើលគុណវិបត្តិវិញគុណវិបត្តិនៅពេលដែលយើងកំឡុងពេលដែលរៀនអក្សរសាស្ត្រខ្មែរថ្នាក់សាកលវិទ្យាល័យពេលចឹងយើងអត់សូវមានពេលវេលាគ្រប់គ្រាន់ទេដោយសារកិច្ចការសាលាច្រើនហើយទី2នោះការសិក្សាអក្សរសាស្ត្រខ្មែរគឺកង្វះឯកសារជាភាសាខ្មែរភាគច្រើនមានជាភាសាបរទេសហើយភាសាខ្មែរភាគច្រើនសៀវភៅខ្លះអាចច្រឡំស្នាដៃគ្នាទៅវិញទៅមកអាហ្នឹងជាបញ្ហានៅពេលដែលយើងធ្វើកិច្ចការស្រាវជ្រាវទៅសាស្ត្រាចារ្យក៏ស្ដីឲ្យហើយទី3នោះកំឡុងពេលរៀន4ឆ្នាំនៅក្នុងសាកលវិទ្យាល័យហ្នឹងឆ្នាំទី1ទី2នឹងពិបាករកការងារធ្វើដោយសារការវិភាគសាកលវិទ្យាល័យមួយចំនួនវាអត់ទៅនឹងទីផ្សារការងារដែលយើងទៅធ្វើហ្នឹងអញ្ចឹងនៅពេលដែលយើងរៀនចប់ឆ្នាំទី2បងអាចបង្រៀនសិស្សតាមផ្ទះឬក៏តាមសាលាគួរឬក៏ស្ថាប័នសាលាឯកជនមួយចំនួនបានជាលក្ខណៈ part time ឬក៏ full time ណាហើយត្រៀមខ្លួនទៅស្រីអ្នកដែលរៀនអក្សរសាស្ត្រខ្មែរទៅដឹងបាត់សម្រស់ហើយដោយសារធ្វើ assignment ដាច់យប់ណាហើយឆ្ងល់អីតើតើនឹងអក្សរសាស្ត្រខ្មែរបង comment សួរមក